បាទសូមគោរពនឹងជម្រាបសួរបងប្អូនអ្នកសិក្សានៅក្នុងអនឡាញទាំងអស់គ្នាថ្ងៃនេះយើងនឹងជួបគ្នាសាជាថ្មីជាមួយនឹងការសិក្សាទៅលើកម្មវិធី Microsoft Excel អូខេអញ្ចឹងមកខាងពេលយូរតែយើងចូលទៅធ្វើការសិក្សាទាំងអស់គ្នាទៅទៅនឹងការប្រើប្រាស់នៅរូបមន្ត D-Sum អញ្ចឹងចំណុចទី1នៅគ្នាធ្វើការបើកនៅកម្មវិធី Excel មកអញ្ចឹងទៅនឹង D-Sum វាអត់ខុសពី Sum If ទេណាវាអត់ខុសពី Sum If ប៉ុន្មានទេអញ្ចឹងយើងទៅធ្វើទាំងអស់គ្នាទៅយើងនឹងដឹងថាតើវាខុសគ្នាបែបម៉េចទី1យើងវាយសញ្ញាស្មើឲ្យ D-Sum បើវងចោមួយមកដល់មកវាមានពាក្យថា database បាទ database គឺសំដៅទៅលើតារាងរបស់យើងទាំងអស់ file name របស់យើងចាប់ពី file name រហូតដល់អស់ទិន្នន័យរបស់យើងទៅមកទៀតយើងគ្លីកឲ្យ file គឺជាកន្លែងដែលយើងចង់ឲ្យវាបង្ហាញបើយើងចង់ឲ្យវាបង្ហាញជាថ្ងៃខែឆ្នាំនៅឬកន្លែងខាងលើមកជា date of birth ចង់ឲ្យវាបង្ហាញជាប្រាក់ខែយើងកន្លែងអត់ស្អីអញ្ចឹងខ្ញុំចង់ឲ្យវាបង្ហាញជាប្រាក់ខែ salary នេះហើយបន្តមកទៀតយើងចូលទៅដល់ក្នុងក្រោយគឺ criteria គឺសំដៅទៅលើកន្លែងដែលយើងចង់ធ្វើការស្វែងរកណាតាមរយៈអីគេឧទាហរណ៍ថាបើអ្នកនរគ្នាសម្រាប់ពី file name ទៅលើម្ដងក្រោមនេះអ្នកនេះចង់ធ្វើការស្វែងរក full name នេះអញ្ចឹងយើងត្រូវសរសេរចូល full name នៅកន្លែងនេះបើអ្នកនរគ្នាចង់ធ្វើការស្វែងរកនៅ last name អ្នកនេះគ្រាន់តែធ្វើការសរសេរនៅ file name ទៅលើ data last name មកបានបន្ទាប់មកយើងបិទវងចោលវិញបន្ទាប់មកយើង enter ហើយនៅកន្លែងនេះយើងអត់មានឈ្មោះសម្រាប់ធ្វើការស្វែងរកទេបើយើងចង់ធ្វើការស្វែងរកវាគឺយើងត្រូវធ្វើការសរសេរដោយដៃអញ្ចឹងការសរសេរដោយដៃរបស់យើងក៏មិនប្រកាសថាវាត្រូវដែរវាខ្លាចវាអាចខុសអញ្ចឹងជារៀងកំហុសហ្នឹងគឺអ្នកនរត្រូវចូលទៅចោលវានៅក្នុង data validation គឺសេលេចនៅក្រោមហ្នឹងមកចូលទៅកាន់ data ហើយយក data validation នៅកន្លែងនេះកន្លែង any នេះallow នេះអ្នកអាចរើសយកពាក្យថា list បន្តមកទៀតអ្នកចុចនៅប្លង់នេះហើយអ្នកយកសញ្ញាព្រួយនេះមកមកបន្តមកយើងធ្វើការselect ទៅលើឈ្មោះទាំងអស់កន្លែង full name ហ្នឹងណាហើយបើយើងធ្វើនៅ last name អ្នករើសនៅ last name បើធ្វើនៅកន្លែង first name អ្នកយកកន្លែង first name នៅក្រោមតែយើងយក full name ណាអញ្ចឹងបន្តមកទៀតយើងចុចសញ្ញាព្រួយនៅត្រង់នេះមកហើយយើងអូខេបន្ទាប់មកយើងធ្វើការរើសវានៅកន្លែងរបាវាជានេះទៅតាមឈ្មោះនីមួយៗឧទាហរណ៍ថាបើយើងចង់ដឹងពីឈ្មោះលៀងបន្លេងយើងអ្នកចុចយកហ្នឹងមកអញ្ចឹងលៀងបន្លេងគឺមានប្រាក់ខែបំផុតគឺ150អញ្ចឹងអ្នកនេះឲ្យឃើញហើយ150ណាអញ្ចឹងមេរៀនរបស់យើងមានតែប៉ុណ្្នឹងទេអរគុណច្រើនបើសិនជាបងប្អូនមានចម្ងល់អាចជួយការ comment នៅក្រោមបាន